តោះសួស្តីអ្នកទាំងអស់គ្នាខ្ញុំចង់មកបង្ហាញអ្នកទាំងអស់គ្នាទៅតជាមួយនឹងការដែលមើលយន្តហោះព្រោះខ្ញុំគិតថាបងប្អូនទាំងអស់គ្នាមាន app radar នៅក្នុងដៃទាំងអស់គ្នាเนาะអញ្ចឹងទេបើសិនជាអត់ដឹងពីរបៀបទៅ download អានឹងចាំមានវីដេអូថ្មីមួយទៀតប៉ុន្តែឥឡូវនេះខ្ញុំមក respond ទៅបងប្អូនទាំងអស់គ្នាដែលសួរខ្ញុំថាចង់ filter យករូបតែយន្តហោះដែលហោះចេញនិងហោះចូលមកស្រុកខ្មែរយើងអញ្ចឹងណាអញ្ចឹងទេឥឡូវដំបូងទេអ្នកទាំងអស់គ្នាឃើញយន្តហោះច្រើនណាស់មែនទេនៅលើមេឃបាទផ្លូវអាកាសមមាច្រើនជាងផ្លូវគោកយើងទៀតបើតាមមើលទៅអូខេនិយាយលេងអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាតទៅជាមួយនឹងរបៀបនៃការយើងយក filter ធ្វើម៉េចឲ្យឃើញតែយន្តហោះមកស្រុកយើងបានហើយអត់ចង់ទៅឃើញស្រុកទី2ទី3ណាផ្សេងទៀតទេមែនទេអូខេអញ្ចឹងទី1បងប្អូនទាំងអស់គ្នាចូលទៅក្នុង app យន្តហោះ radar ហ្នឹងទៅដឹងទាំងអស់គ្នាមែនទេបន្តមកទៀតបងប្អូនទាំងអស់គ្នាមើលខាងក្រោមនេះមើលមកជួរនេះណាមើលមកជួរខាងក្រោមហ្នឹងប្រកាសជាឃើញកន្លែងឲ្យយើងកំណត់អញ្ចឹងអ្នកទាំងអស់គ្នាយកពាក្យដូចអាជីឡាវនេះឬក៏យើងហៅឈ្មោះថា filter មែនទេចុចលើកន្លែង filter ហ្នឹងទៅអ្នកទាំងអស់គ្នាឃើញសញ្ញាបូកពាក្យថា airplane ពាក្យថា aircraft ឬក៏អីចឹងទៅអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចូលទៅកន្លែងនេះ airport អញ្ចឹងចុចលើកន្លែង airport មកហើយយើងទៅ find វាអ្នកទាំងអស់គ្នាចុចកន្លែងពាក្យ find មកហើយយើងទៅសេតែពាក្យ Cambodia យើងទៅតែពាក្យតែ Cambo ទៅវាចេញមកប៉ុណ្ណឹងហើយអញ្ចឹងពាក្យថា Cambo វា cover បានន័យថាវាចាប់យកពលានយន្តហោះទាំងអស់នៅក្នុងប្រទេសខ្មែរអញ្ចឹងអ្នកនរគ្នាប្រកាសជាដឹងហើយមានន័យថាពលានយន្តហោះនៅស្រុកខ្មែរយើងមានប៉ុន្មានបើសិនអត់ដឹងទេចាំមើលវីដេអូបន្ទាប់អញ្ចឹងអ្នកនរគ្នាចុចទៅសញ្ញាគ្រីសនេះទៅតមកទៀតអ្នកនរគ្នានឹងអាចឃើញការហោះចូលនិងហោះចេញអ្នកនរគ្នាអាចដឹងអញ្ចឹងណាបើយើងចុចលើកន្លែងនេះកំណត់តែហោះចូលមកឲ្យយន្តហោះទាំងឡាយណាដែលហោះចូលមកក្នុងពលានយន្តហោះស្រុកខ្មែរយើងហើយនឹងយន្តហោះទាំងឡាយណាដែលហោះចេញទៅពលានយន្តហោះពីខ្មែរយើងទៅប្រទេសក្រៅអានេះគឺមានន័យថាចឹងទាំងចេញទាំងចូលបើអ្នកចុចអានេះតែចូលទេចុចអានេះតែចេញទេអញ្ចឹងណាឃើញសញ្ញាក៏ដឹងដែរបន្ទាប់ពីយើងចុចកន្លែងពាក្យ boat មានន័យថាទាំងពីរតមកទៀតអ្នកទាំងអស់គ្នានឹងឃើញពាក្យថា country របស់យើង Cambodia ហើយចុចពាក្យ continue មកហើយវានឹងសួរយើងថាយើងចង់ឃើញអត់ប្រកាសជាចង់ធ្វើអានេះមួយថ្ងៃអីអញ្ចឹងយើងចុចពាក្យកន្លែង show map នេះមកអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាបានឃើញយន្តហោះហោះចេញនិងហោះចូលមកក្នុងស្រុកខ្មែរខ្ញុំសូមបញ្ជាក់មកស្រុកខ្មែរមិនប្រកាសតែនៅតែពលានយន្តហោះដេជោអន្តរជាតិរបស់យើងទេនៅមានពលានយន្តហោះផ្សេងទៀតអូខេអញ្ចឹងនេះគឺជាវីដេអូដែលចង់ឲ្យអ្នកទាំងអស់គ្នាឃើញយន្តហោះឥឡូវមកមើលជាក់ស្ដែងតិចសិនណាបាទកុំឲ្យប្រទេសមួយនោះគេចេះតែមកពេបជ្រាយយើងពេកវាឈឺចាប់ឯកាស្អិតទ្រូងរបស់វាឃើញយើងរីកចម្រើនអត់បានទេអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញយន្តហោះឆ្វាត់ឆ្វែងរៀងគួរសមដែរនៅលើពលានរបស់យើងអញ្ចឹងណាអូខេអញ្ចឹងវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងទេជូនទៅបងប្អូនទាំងអស់គ្នាតបទៅតាមសំណុំពរដែលគាត់ comment មកខ្ញុំថាចង់ filter មិនអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាចេះ filter មែនទេអូខេមានតែប៉ុណ្្នឹងអរគុណច្រើនហើយកុំភ្លេច follow ជាមួយនឹង share វីដេអូនេះផងណាអរគុណ